សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Facebook Group Digital Branding and Marketing Club វីដេអូមួយនេះគឺជាមេរៀនដំបូងនៃ project របស់យើងដែរហើយ project មួយនេះគឺយើងបង្កើតឡើងសម្រាប់ជួយជំរុញអាជីវកម្មក្នុងស្រុកឲ្យគាត់រីកលូតលាស់ធំធាត់ដោយប្រើប្រាស់ Digital Marketing ផងដែរអញ្ចឹងមេរៀននៅក្នុង project មួយនេះគឺយើងនឹងផ្ដោតច្រើនទាក់ទងទៅនឹងការធ្វើ business branding ហើយនិង marketing មកកាន់អាជីវកម្មផងដែរដូចយ៉ាងនេះបានដឹងចឹងថាមួយរយៈនេះគឺយើងមានស្មារតីមួយស្នេហាជាតិខ្លាំងមែនតើអញ្ចឹងតើតើទៅនឹងការគ្រប់គ្រងផលិតផលជាតិដើម្បីឲ្យធ្វើរឿងហ្នឹងរលូនបានតើតែអាជីវកម្មហ្នឹងគាត់មាន fund ខ្លួនគាត់ដែរហើយសម័យនេះតើតើទៅនឹងរឿង fund មកលើអាជីវកម្មយើងអាចទាញយកប្រយោជន៍ចេញពី digital marketing ដើម្បីមក fund មកកាន់អាជីវកម្មមែនតើទៅនៅពេលដែលយើងគិតទៅដល់ការលូតលាស់របស់អាជីវកម្មគឺយើងគិតទៅដល់ធនធានគិតទៅដល់ fund ហ្នឹងហើយអញ្ចឹងម្ចាស់អាជីវកម្មគាត់មានជំរើសពីរទី1គាត់អាចរក sell ខ្លួនគាត់ដើម្បី grow អាជីវកម្មឬក៏គាត់អាចរក investor មក grow អាជីវកម្មហ្នឹងហើយក៏ខ្ញុំឃើញពាក្យច្រើនបងដែលគាត់មានលទ្ធភាពគាត់ចាប់ផ្ដើមជួយជ្រោមជ្រែងច្រើនទៅលើអាជីវកម្មតូចៗក្នុងស្រុកហ្នឹងដែលគាត់នឹងផ្ដល់ fund ឲ្យអញ្ចឹងណាអញ្ចឹងបច្ចេកមួយនេះមែនតើទៅបើសិនជាម្ចាស់អាជីវកម្មគាត់ចង់ grow តើតើទៅនឹងការ wholesale មកកាន់អាជីវកម្មខ្លួនគាត់ដោយខ្លួនឯងគឺជា project មួយដែលខ្ញុំធ្វើឡើងសម្រាប់ពួកគាត់តែម្ដងហើយខ្ញុំជឿថាអ្នកនរគ្នាមើលវីដេអូមួយនេះប្រកាសជាមានមន្ទិលនៅសង្ស័យឡើយតើតើទៅនឹងការធ្វើ business branding ហើយនិង marketing តើអាចរក sale មកកាន់អាជីវកម្មខ្លួនឯងបានឬទេអញ្ចឹងjourney លើកនេះគឺយើងមានច្រើន episode ខ្លាំងមែនតើវាអាចចូលទៅ15ទៅ16 episode អញ្ចឹងឲ្យអ្នកគ្នាធ្វើការតាមដានដល់គ្នាហើយអ្នកគ្នានឹងឃើញប្រយោជន៍អំពីការប្រើប្រាស់ business branding ហើយនិង marketing នៅលើប្រព័ន្ធ online តើវាអាចជួយបានច្រើនទៅលើអាជីវកម្មរបស់អ្នកគ្នាកម្រិតណាមែនតើទៅសម័យនេះអ្វីៗគឺពឹងផ្អែកទៅលើ digital marketing សឹងតែគ្រប់ហើយហើយខ្ញុំចង់ឲ្យអ្នកនរគ្នាកុំតន់ជឿលើពាក្យខ្ញុំទាំងស្រុង 100% យើងមកមើល timeline របស់ Octopus ពីមុនគឺខ្ញុំអ្នកធ្វើទីផ្សារខ្លួនឯងនៅលើអាជីវកម្មរបស់ខ្ញុំហ្នឹងដែល Octopus គឺយើងផ្ដោតទៅលើសេវាកម្ម digital marketing service ហើយក្រោយមកក៏យើងចាប់ដើមមានក្រុមការងារដែលឈ្មោះជាមួយហោហ្នឹងគាត់ចូលមកជួយធ្វើជា content creator ក្នុងការរុញ business branding របស់យើងឲ្យកាន់ទៅមុខមួយកម្រិតទៀតប៉ុន្តែអ្នកគាត់ជាសួរខ្ញុំឲ្យថាតើមូលហេតុអីចាំបាច់ឲ្យខ្ញុំនឹងឲ្យក្រុមការងារទាំងដែលខ្ញុំគឺជាបុគ្គលម្នាក់ដែលគេបានស្គាល់នៅក្នុងវិស័យ digital marketing ស្រាប់ហេតុអីក៏ខ្ញុំព្រមចំណាយពេលធ្វើទីផ្សារហ្មងទៅចម្លើយមានតែមួយឯងគឺទី1ខ្ញុំចង់ឲ្យអាជីវកម្មខ្ញុំ grow ធំជាងមុនពីព្រោះថាមនុស្សម្នាក់ធ្វើរឿងបានប៉ុណ្ណឹងចុះបើសិនជាមនុស្សច្រើនអ្នកយើងអាចធ្វើរឿងបានច្រើនជាងហ្នឹងអាហ្នឹងអ្នកត្រូវដឹងតែម្ដងវាមិនមែនអាស្រ័យទៅលើអ្នកណាបកកាជាងអ្នកណាល្បីជាងអ្នកណាអត់ទេ branding is about deliver the message of your business to the audience អញ្ចឹងបើសិនជាអ្នកនរគ្នាមានគ្នាច្រើនក្នុងការ deliver message ផលអាជីវកម្មរបស់អ្នកនរគ្នាទៅកាន់ audience ហ្នឹងវាមានប្រសិទ្ធភាពជាងហើយពីជ្រុងមួយទៀតដែលខ្ញុំឆ្លើយក្នុងនាមជាម្ចាស់អាជីវកម្មមិនមែនឆ្លើយក្នុងនាមជាអ្នកចែកម្លែកមាតិកាណាជាទូទៅក្នុងនាមជាម្ចាស់អាជីវកម្មខ្ញុំគិតថាទាំងបងកំពុងតែមើលវីដេអូនេះទាំងខ្ញុំផ្ទាល់គឺជួបបញ្ហាមួយគឺយើងអត់មានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើមាតិកាអញ្ចឹងបើសិនជាយើងអត់មានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើមាតិកាវាអាចប៉ះពាល់ទៅដល់ការរុញ branding របស់យើងឲ្យកាន់ទៅមុខលឿនឬក៏យឺតអាស្រ័យទៅលើខ្លួនយើងផងដែរអញ្ចឹងមានក្រុមការងារមួយជារឿងមួយដែលល្អមិនថាទោះបីជាយើងជាបុគ្គលដែលគេត្រូវបានស្គាល់ក្តីមិនស្គាល់ក្តីក៏ដោយចាំដាច់ business branding គឺត្រូវតែមាន content creator នៅក្នុងហ្នឹងតែម្ដងហើយតកតងទៅនឹងការរកក្រុមការងារនេះខ្ញុំសូមចែករំលែកបទពិសោធន៍ជូនបងបន្តិចខ្ញុំជឿថាបងពីច្រើនប្រកាសជាមាន negative comment សិនខ្លះតកតងទៅនឹងរឿងការរកក្រុមការងារឲ្យដោយសារទី1ក៏គាត់ថានៅពេលដែលរកទៅរកចំអត់បានអ្នកចេះឬក៏អត់បានអ្នកបកកែឬក៏បងគាត់ថាអត់បានប្រមាណគេទៅចោលយើងអីចឹងទៅខ្ញុំចង់ប្រាប់បងថាអានេះវាអាស្រ័យទៅលើបង treat ពួកគាត់បានល្អប៉ុណ្ណាហើយសម្រាប់ខ្ញុំផ្ទាល់នៅពេលដែលខ្ញុំជ្រើសរើសក្រុមការងារខ្ញុំអត់ផ្ដោតច្រើនទៅលើ skill ពួកគាត់ប្រហែលទេ
មិនមែនថាយើងអត់បដោតទាំងស្រុងហើយយើងគ្រាន់តែមើលទូទួហើយតែអ្វីដែលខ្ញុំបដោតខ្លាំងបំផុតហ្នឹងគឺពួកគាត់ជាមនុស្សបែបណាពួកគាត់ជាមនុស្សបែបណាអញ្ចឹងខ្ញុំបដោតច្រើនទៅលើគេហៅថាមនុស្សដែលមានបេះដូងល្អទី1គាត់ខ្ញុំមើលទៅលើគាត់ហ្នឹងតើគាត់មានឆន្ទៈក្នុងការធ្វើរឿងមួយហ្នឹងអត់គាត់មាន passion អត់គាត់មានចំណង់ក្នុងការធ្វើអត់អាហ្នឹងជារឿងមួយដែលសំខាន់ដែលបងត្រូវពិចារណាដែរពីព្រោះថាមែនតើទៅតាក់ទងទៅនឹងជំនាញឬក៏តាក់ទងទៅនឹងអ្វីដែលបងរំពឹងទៅលើឲ្យពួកគាត់មកយល់ពីអាជីវកម្មរបស់បងហ្នឹងគឺអត់ផុតពីបងត្រូវការបង្រៀនពួកគាត់ទេអញ្ចឹងចាំបាច់បងត្រូវតែការចំណាយពេលបង្រៀនពួកគាត់អាហ្នឹងជាអ្វីដែលបងត្រូវធ្វើអូខេចូលទៅដល់ character របស់ content creator របស់យើងតែម្ដងសម្រាប់ខ្ញុំ hire ពី character ទី1ដែលគាត់អាចនិយាយថាជា character មួយដែល fun chill ហើយរបៀបដូចសប្បាយអញ្ចឹងដែលនាំឲ្យ audience មានអារម្មណ៍ chill សប្បាយតាមនឹងហើយ character មួយទៀតគឺជា character ដែលអាច deliver message ដែលច្បាស់លាស់បើសិនជាយើងនិយាយឲ្យសាមញ្ញទៅគាត់អត់សូវចេះលេងសើចទេប៉ុន្តែគាត់អាចប្រាប់អំពីព័ត៌មានដែលយើងត្រូវ deliver ឲ្យ audience ហ្នឹងគ្រប់ជ្រុងជ្រោយអញ្ចឹងខ្ញុំមាន character 2សម្រាប់អាជីវកម្មដែលអត់ផ្ដោតទៅលើ profession skill ខ្ញុំrecommend ឲ្យរើសតែ character តែមួយទៅបានហើយគឺធ្វើម៉េចឲ្យ fun chill ដើម្បីអូសទាញ audience មកស្គាល់អាជីវកម្មរបស់យើងប៉ុន្តែសម្រាប់ដូចអាជីវកម្មរបស់ខ្ញុំតាក់ទងទៅនឹង profession skill service គឺខ្ញុំចាំបាច់ត្រូវតែមាន character 2ដែលមួយច្បាស់ពីការ deliver message អំពី service ឬក៏ជំនាញអ្វីមួយដែលបង្ហាញទៅកាន់ audience ថាយើងគឺជាអ្នកជំនាញអ្វីមួយទោះបីយើងអាចលេងសើចមិនក៏ដោយប៉ុន្តែយើងមាន character មួយទៀតសម្រាប់ធ្វើការឲ្យគាត់លេងសើចដើម្បីឲ្យអូសទាញ audience របស់យើងហ្នឹងមើលទៅមានអារម្មណ៍ថាវា enjoy នឹងក្នុងការមើល content របស់យើងផងដែរអញ្ចឹង character 2សម្រាប់ខ្ញុំផ្ទាល់ហើយបងអាចយកទៅពិចារណាបានថាអាជីវកម្មរបស់បងត្រូវការ character 1ឬក៏2អាស្រ័យទៅលើអាជីវកម្មរបស់បងជាក់ស្ដែងបន្ទាប់ពីបងមាន content creator ក្នុង in house របស់បងហើយអ្វីដែលបងត្រូវធ្វើបន្ទាប់ហ្នឹងចាំបាច់បំផុតទី1គឺបងត្រូវចេះសម្របសម្រួលពួកគាត់ឲ្យពួកគាត់គេហៅថា get along with each other បងមានន័យថាម៉េចមានន័យថាឲ្យពួកគាត់មានទំនាក់ទំនងល្អជាមួយគ្នានៅពេលដែលពួកគាត់មានទំនាក់ទំនងល្អជាមួយគ្នាការបង្កើតមាតិការបស់គាត់ក៏ស៊ីចង្វាក់តាមគ្នាដូចគ្នាដែរអញ្ចឹងត្រង់នេះសំខាន់បើសិនជាពួកគាត់អត់មានទំនាក់ទំនងល្អជាមួយគ្នាទេនៅពេលដែលគាត់បង្កើតមាតិកាគាត់អាចធ្វើទៅចូលគ្នាបានទេវាមើលទៅដូចម្នាក់ផ្សេងអញ្ចឹងធ្វើម៉េចបងក្នុងនាមជាបងជាម្ចាស់ business owner នេះបងត្រូវ work out រឿងហ្នឹងដែរហើយបងត្រូវចាំថាចំណុចសំខាន់មួយទៀតបងត្រូវចាំថាក្នុងនាមយើងជា business owner ជាម្ចាស់អាជីវកម្មជា captain របស់អាជីវកម្មបងត្រូវ treat ពួកគាត់ធ្វើម៉េចឲ្យពួកគាត់មានអារម្មណ៍សប្បាយ cheer motivation កុំឲ្យបងដាក់សម្ពាធទៅលើពួកគាត់ឲ្យសោះបងត្រូវចាំថាការងារនៅក្នុងវិស័យ digital marketing បងគឺជាការងារមួយដែល creative នៅពេលដែលយើងគិតទៅលើពាក្យ creative គឺយើងគិតទៅដល់អារម្មណ៍ដែលសប្បាយដែល enjoy ដែល motivation បានពួកគាត់អាច creative បានបើសិនជាបងដាក់ pressure ទៅលើគាត់គ្រប់រាល់អាទិត្យរាល់ថ្ងៃពួកគាត់អត់មានពេលចង់និយាយថាពួកគាត់អត់មាន motivation ណាក្នុងការបង្កើត creative ទេអញ្ចឹងបងត្រូវធ្វើម៉េចចេះtreat ពួកគាត់ nicely ឬក៏ពេលខ្លះយើងអាចគេហៅថាចេះ interact ជាមួយពួកគាត់លេងសើចជាមួយពួកគាត់អីចឹងឲ្យពួកគាត់ធ្វើម៉េចមានអារម្មណ៍ថាគាត់ស្រឡាញ់ការងារមួយហ្នឹងកុំឲ្យពួកគាត់មានអារម្មណ៍ថាចូលទៅដល់គាត់ត្រូវធ្វើអានេះជា duty របស់គាត់អាហ្នឹង creative ក៏វាទៅតាមហ្នឹងដែរបងអាហ្នឹងខ្ញុំនិយាយតាមត្រង់តែម្ដងអញ្ចឹងក្នុងនាមយើងជា business owner យើងត្រូវតែដឹងហើយសម្រាប់ការ push ការងារធ្វើម៉េចឲ្យទៅមុខពីជ្រុងខ្ញុំផ្ទាល់ហ៎បងខ្ញុំអត់ដែលបារម្ភថាក្រុមការងារខ្ញុំ perform អត់ល្អទេប៉ុន្តែអ្វីដែលខ្ញុំបារម្ភគឺខ្ញុំបារម្ភខ្លួនខ្ញុំនេះតើអាទិត្យហ្នឹងគឺខ្ញុំមានអ្វីមួយថ្មីឲ្យក្រុមការងារខ្ញុំសម្រាប់ performing ឲ្យ better ជាងមុនអត់
ដែលខ្ញុំត្រូវផ្ដល់ឲ្យគាត់ហ្នឹងបងអញ្ចឹងអាហ្នឹងជាអ្វីដែលខ្ញុំបារម្ភខ្ញុំមិនបារម្ភថាគាត់នឹង perform អត់ដល់អ្វីដែលយើងចង់បានទេប៉ុន្តែអ្វីដែលខ្ញុំបារម្ភគឺខ្ញុំបារម្ភអ្វីដែលខ្ញុំនឹងផ្ដល់ឲ្យគាត់ហ្នឹងតើមានអ្វីថ្មីឲ្យគាត់អត់ចំណុចត្រង់ហ្នឹងសំខាន់បងចំណុចត្រង់ហ្នឹងសំខាន់មែនតើនៅពេលដែលបងចាប់ផ្ដើមមាន comment sense បែបហ្នឹងបងនឹងដល់ deadline រាល់អាទិត្យហ្នឹងគឺបងចាប់ផ្ដើមត្រូវគិតថាអូយើងត្រូវធ្វើអីមួយថ្មីឲ្យពួកគាត់យើងត្រូវផ្ដល់អីមួយថ្មីឲ្យពួកគាត់ធ្វើនេះធ្វើនោះដូចបងបើសិនជាបងមើលទៅលើ content នៅក្នុង page ពួកខ្ញុំណាគឺពួកខ្ញុំតែងតែមានអ្វីថ្មីផ្លាស់ប្ដូររហូតគឺយើងអត់ដែល keep វាដដែលទេហើយខ្ញុំក៏អត់ដែលទៅដាក់បន្ទុកឲ្យពួកគាត់ទៅអង្គុយនឹករកអីថ្មីដែរយើងជា captain យើងជាអ្នកអង្គុយរនឹកអាហ្នឹងចាំបាច់បងត្រូវធ្វើហ្មងឬក៏បើសិនជាបងអត់មានពេលអង្គុយរនឹកទេបងអាចរកមនុស្សម្នាក់ក្រៅពីពួកគាត់ចឹងទៅសម្រាប់ក្នុងការជួយ lead project ហ្នឹងអីចឹងទៅប៉ុន្តែអ្វីដែលខ្ញុំចង់និយាយផ្ដោតធ្ងន់គឺកុំដាក់សម្ពាធទៅលើពួកគាត់ហើយតកតងទៅនឹងការធ្វើមិនស៊ីជម្រៅបន្តទៀតខ្ញុំចង់ឲ្យបងព្យាយាមធ្វើមិនតាមដាននៅក្នុង Facebook group មួយនេះព្រោះថាមែនតើខ្ញុំចង់ឲ្យបងរៀនពីពួកគាត់ផ្ទាល់តែម្ដងអញ្ចឹងតិចទៀតទៅចាប់ពីវីដេអូនេះគឺវីដេអូបន្ទាប់គឺពួកគាត់នឹងចូលមកចែករំលែកផ្ទាល់តាក់ទងទៅនឹងការធ្វើ business branding ហើយនិង marketing នៅលើប្រព័ន្ធ online ហ្នឹងតើគាត់ជួបបញ្ហាអីខ្លះគាត់ត្រូវធ្វើអីខ្លះអញ្ចឹងខ្ញុំចង់ឲ្យបងរៀនសូត្រពីគាត់ផ្ទាល់វិញពេលខ្លះស្ដាប់ពីគាត់ផ្ទាល់គឺជាមួយដែលល្អពីព្រោះថាគាត់អាចចែករំលែកបទពិសោធន៍ទៅដល់ក្រុមការងារផងបងក៏ដូចជាអ្វីដែលគាត់បានជួបគាត់អាចចែករំលែកជាមេរៀនហើយអ្វីដែលគាត់បានដោះស្រាយជាបញ្ហាហើយធ្វើជាលទ្ធផលហ្នឹងក៏បងចង់ស្ដាប់ពីគាត់ទៅក៏ជាមួយដែលល្អដែរអញ្ចឹងចង់ឲ្យបង stay tuned សម្រាប់វីដេអូបន្ទាប់ហើយយើងជួបគ្នានៅវីដេអូបន្ទាប់ទៀតបាយបាយ